ពេលទៅដល់មន្ទីរពេទ្យជាតិពលរាជដាហើយមួយជីវិតនេះប្រហែលជាត្រូវរស់បែបហ្នឹងតែក៏ល្អដែរអាចបំភ័យគូណាត់ជួបដែលគេបំណងអាក្រក់ពីព្រោះគ្មានបរិះណាដែលមិនខ្វល់ពីសម្រស់របស់ភរិយានោះទេខ្ញុំមិនខ្វល់ទេខ្ញុំមិនខ្វល់ទេលើថាលោកជាអ្នកស្នងមរតកត្រកូលសៀវលោកអាចមិនខ្វល់ប៉ុន្តែត្រកូលសៀវប្រកាសជាមិនអនុញ្ញាតទទួលស្គាល់កូនប្រសាទដែលមានមុខមាត់ដូចខ្ញុំទេទទួលព្យាបាលមុខម៉ាក់បានអរគុណទឹកចិត្តទូហើយទូទៅថ្ងៃមុខច្បាស់ជារកបានម៉ាក់ល្អហើយស្អាតជាងមីងទូមិនយកអ្នកមីងផ្សេងមកធ្វើម៉ាក់ទេទូនឹងប៉ាស្រឡាញ់តែអ្នកមីងមុខរបស់ខ្ញុំម៉ាក់ស្អាតណាស់ទូនាងជាផ្កាយសំណាងហែងពេលនេះម៉ាក់អាចចុះលិខិតអាពាហ៍ពិពាហ៍ជាមួយលោកប៉ាបានហើយមែនទេប៉ារបស់ឯងគេធ្លាប់កុហកមីងទុកមីងចោលនៅកន្លែងចុះលិខិតអាពាហ៍ពិពាហ៍ម្នាក់ឯងអញ្ចឹងដល់ពេលនេះគាត់ចង់គឺមិនមែនងាយទេហើយកាលនោះប៉ាអូនឮថាបងសំបែកគាត់ខឹងណាស់ហើយគាត់ផ្ដាច់ការសហការជាមួយត្រកូលសៀវទៀតហើយបញ្ជាឲ្យអូនតាក់ទងជាមួយអ្នកផ្សេងឥឡូវនេះបើសិនជាយើងចង់ផ្សះផ្សាស្នេហាចាស់ក៏ត្រូវឆ្លងកាត់លោកប៉ាសិនដែរម៉ាក់កុំបារម្ភទូបញ្ចូលលោកតាឲ្យបានបងក៏ជាពាក់ការបញ្យល់ឲ្យលពូដែរលោកប៉ាកូនត្រឡប់មកវិញហើយកូនបាននាំលីនជាតិនឹងទូកូនរបស់គាត់មកជួបលោកប៉ាដែរដើមមលូម៉ាក់របស់ឈិញទើបតែចាក់ចេញទៅបាន3ឆ្នាំហេតុអីក៏ឯងចង់ចាក់ចេញពីយើងទៀតហើយលពូកាលពីមុនខ្ញុំបានធ្វើឲ្យឈិញពិបាកចិត្តថ្ងៃនេះខ្ញុំមកសុំទោសលពូដោយផ្ទាល់ក្រៅពីនេះបេះដូងរបស់ខ្ញុំចំពោះឈិញមិនដែលផ្លាស់ប្ដូរទេលពូសង្ឃឹមថាលពូអនុញ្ញាតឲ្យនាងរៀបការជាមួយខ្ញុំផងចុះគាត់មិនចង់ឲ្យកូនពិបាកទេគាត់សំបែងតែកូនជឿថាកូនរស់នៅជាមួយគាត់បាននៅមានទូទៀតទូព្យាបាលមកឲ្យកូនជាហើយគេជាក្មេងនំសំណាងលោកប៉ាច្បាស់ជាស្រឡាញ់លោកតាក្មេងនេះស្អាតគួរឲ្យស្រឡាញ់ណាស់នេះបើឯងស្ដាប់ពាក្យប៉ាកាត់ចិត្តពីអាក្មេងនេះប្រហែលជាឥឡូវនេះ